ជាងក្រចកចេះតែធ្វើកញ្ចក់តែមែនមើលចាក់ស្ដែងទៅការដែលចេះធ្វើកញ្ចក់ហ្នឹងមិនមែនធ្វើបានតែកញ្ចក់ឯងដូចត្រនេះអញ្ចឹងគឺបានបាក់ជាពីរនៅពេលដែល ship មកពីខ្មែរអញ្ចឹងទៅបងស្រីខ្ញុំក៏បានបិទការហើយបងស្រីខ្ញុំក៏បានធ្វើ 3D ចម្លាក់ខ្មែរអញ្ចឹងវារៀងថែកថែមបន្តិចប៉ុន្តែចេញមកគឺស្អាតហ្មងមើលទៅវាអត់មានស្នាមហើយមានតែក្បាច់ខ្មែរថែមទៀតប៉ុន្តែមកនេះមិនមកអួតថាប៉ាកែណាគឺខ្ញុំមិនចង់និយាយរឿងហួសចិត្តមួយមានបងពីរបីនាក់បានឆាប់មកសួរខ្ញុំថាតើខ្ញុំនឹងចង់ធ្វើការឲ្យគេរហូតមែនហើយអត់គិតថាចង់បើកហាងខ្លួនឯងធ្វើមេគេម្ដងឯងកាប់ទៅតើដែលបងដែលធ្លាប់ដួលជាមួយនឹង business មួយហ្នឹងទើបដឹងថាការធ្វើជាមេគេហ្នឹងមិនស្រួលដូចអ្វីដែលយើងគិតទេដូចបងប្អូនយើងខ្លះគាត់គិតថាឲ្យតែមានលុយគឺបើកហាងបានហើយចំណុចហ្នឹងគឺត្រូវហើយឲ្យតែមានលុយបើកហាងបានហើយប៉ុន្តែសួរថាហាងហ្នឹងអាចដើររលូនទៅមុខអត់នៅពេលដែលយើងអត់មាន experience ច្បាស់លាស់សម្រាប់ហាងកញ្ចក់មួយមិនមែនឲ្យតែយើងមានលុយហើយមានបទពិសោធន៍តិចតួចអាចបើកបានទេយើងត្រូវគិតតែថានៅពេលដែលយើងបើកទៅគឺយើងអាចផ្គត់ផ្គង់ជាមួយនឹងបុគ្គលិកបានធម្មតាពេលដែលបើកហាងដំបូងគឺអត់មានភ្ញៀវចូលហ្មងដោយសារតែហាងយើងគឺថ្មីពេកអញ្ចឹងហើយយើងត្រូវការមានលុយ cover ឲ្យបុគ្គលិកធ្វើការយើងតែអាការដែលរកបុគ្គលិកហ្នឹងគឺអត់ងាយស្រួលដូចយើងគិតទេបើមិនជាយើងមានគ្នា4-5នាក់ហ្មងទៅបើកគឺស្រួលទេប៉ុន្តែបើមានតែម្នាក់ឯងឬមួយក៏2នាក់គឺអត់ស្រួលបើកទេបងអូនហើយមិនមែនយើងបើកហាងហើយយើងទិញហាងនឹងដាច់ទេណាគឺយើងត្រូវបង់លុយឲ្យគេរាល់ខែគឺដូចតែយើងទៅជួលតូបគេនៅផ្សារអញ្ចឹងចាស់ស្ដែងហាងនៅអាមេរិកមិនជាយើង bill ប្រហែលជាអស់20-30ម៉ឺនយើងនៅតែត្រូវបង់គេប្រចាំខែអញ្ចឹងតម្លៃគឺតាមតំបន់ហើយនឹងទំហំហាងដែលយើងជួលឧទាហរណ៍ថាខ្ញុំបើកហាងហ្នឹងអស់20ម៉ឺនទាំងសម្ភារៈទាំងអ្វីដែលខ្ញុំ bill នៅក្នុងហ្នឹងប៉ុន្តែ20ម៉ឺនហ្នឹងមិនមែនយើងបង់ហើយឈប់បង់ទៀតណាយើងបង់ប្រចាំខែទៀតឧទាហរណ៍ថាហាងខ្ញុំមួយខែ6000ឬមួយក៏8000ចឹងទៅអញ្ចឹងតើអាមួយឆ្នាំ2ឆ្នាំដែលយើងបើកហ្នឹងអត់សូវមាន income ហើយយើងត្រូវបង់ឲ្យបុគ្គលិកទៀតតើយើងអាចរត់រួចអត់ហើយនៅពេលដែលយើងមាន business ក្នុងខ្លួនគឺអត់ងាយស្រួលនៅក្នុងការគិតទេពេលខ្លះទៅខែត្រជាក់គឺ slow ខ្លាំងមែនតើហើយបើថាបានបុគ្គលិកមកធ្វើការយកទៅលុយអាហ្នឹងគឺដឹងតែអង្គុយពិបាកចិត្តលើសដើមហ្មងមានតែបងប្អូនដែលគាត់ធ្លាប់ fail ជាមួយ business ទេទើបយកអារម្មណ៍មួយហ្នឹងប៉ុន្តែពេលដែលបងឆាតមកខ្ញុំដាក់ចុកអញ្ចឹងណាខ្ញុំមានអារម្មណ៍ថាអន់ចិត្តខ្លាំងមែនតើសួរលក្ខណៈថាអូនឯងចង់ធ្វើការឲ្យគេមួយជីវិតមែនឬបងនិយាយអញ្ចឹងណាគឺដូចយកលិមួយឆ្កែមកគប់ខ្ញុំកដាមុខអញ្ចឹងនិយាយទៅគឺខ្ញុំអត់មានចិត្តខឹងពួកគាត់ទេខ្ញុំដឹងថាពួកគាត់ចង់ឲ្យខ្ញុំល្អទើបមកសួរខ្ញុំអញ្ចឹងហើយចង់ឲ្យខ្ញុំមានហាងមានអីខ្លួនឯងអញ្ចឹងប៉ុន្តែចាក់ស្ដែងទៅខ្ញុំនឹងបងស្រីខ្ញុំធ្លាប់បើកហាងមួយហើយហាងហ្នឹងគឺអត់ success ទេគឺវា fail វីដេអូក្រោយខ្ញុំនិយាយពីប្រវត្តិការពួកខ្ញុំបើកហាងមកមើលកញ្ចក់យើងថ្ងៃនេះវិញគឺភ្ញៀវឲ្យខ្ញុំគូ freestyle គឺគូអីក៏បានដែររបៀបថាពណ៌ fall ហើយល្ងិតអញ្ចឹងទៅខ្ញុំក៏ចិត្តតែគូទៅមួយសាទនេះមិនដែរមើលទៅចូលភ្នែកអត់បងប្អូនដោយសារតែខ្ញុំមិនសូវជាបានគូ freestyle ម៉ានេះអញ្ចឹងហើយគឺអត់សូវចំណាប់ទេ